បងប្អូនប្រាប់បងប្អូនថាបងប្អូនចំណាយបងប្រចាំខែត្រឹមតែ$263ក្នុងមួយខែបងប្អូនជឿទេបាទដើម្បីលំបាទសួស្តីបងប្អូនអរគ្នាបងប្អូនលៀបហេងជួបជាមួយនឹងបងប្អូនបាទជាមួយនឹង idol របស់បងប្អូនបាទគឺរថយន្ត Ford Ranger XL version ថ្មីឆ្នាំ2026បងប្អូនប្រាប់បងប្អូនថាបងប្អូនចំណាយបងប្រចាំខែត្រឹមតែ$263ក្នុងមួយខែបងប្អូនជឿទេបាទដើម្បីលំអិតជូនបងប្អូនតែម្ដងបាទថ្ងៃនេះបងប្អូនសូមនិយាយពីការបងរំលោះបាទជាមួយនឹងការបងប្រចាំខែឲ្យកាន់តែច្បាស់ជូនបងប្អូនអរគ្នាណាអញ្ចឹងសម្រាប់ Ford Ranger XL version ថ្មីនេះតម្លៃចេញពីក្រុមហ៊ុនទៅបាទតម្លៃ$39,900បាទរំលោះក៏តម្លៃប៉ុណ្ណឹងបង់ផ្ដាច់ក៏តម្លៃប៉ុណ្ណឹងសិក្សារំលោះបាន25ខេត្តក្រុងបាទរំលោះសុទ្ធក៏បានចូលរួមមុនខ្លះក៏បានដែរអញ្ចឹងតើទុកមួយការបង់ប្រចាំខែបងប្អូនសម្រាប់ការបង់រំលោះសុទ្ធ100%ប្រចាំខែបង់ត្រឹមតែ$557ក្នុងមួយខែ10%បាទ$502ក្នុងមួយខែ20% $446ក្នុងមួយខែ30% ប្រចាំខែត្រឹមតែ$383ក្នុងមួយខែ40%បាទ$322ក្នុងមួយខែហើយ50%បងប្អូន50%បងប្រចាំខែត្រឹមតែបាទ$263ក្នុងមួយខែតែប៉ុណ្ណោះបាទអនុម័តកម្ចីបានលឿនបាទឯកសារក៏ងាយស្រួលដែរបងប្អូនសិក្សាតែ2ទៅ3ថ្ងៃបងប្អូនអាចដករថយន្តយកទៅប្រើប្រាស់បានភ្លាមរថយន្តយើងក៏មាននៅក្នុងស្តុកដែរអញ្ចឹងណាបងប្អូនហើយបងប្អូនមើលរូបរាងមកជុំណាបាទ Ranger XL នេះគឺបាទកប់សេរីតែម្ដងបាទរូបរាងស្រស់សង្ហាទាន់សម័យស៊ីវិល័យបាទហើយតែពុំមួយ option វិញគឺមកល្មមប្រើតែម្ដងបងប្អូនបាទជារថយន្តថ្មីខ្លាញ់គោបាទមានការធានាពីក្រុមហ៊ុន3ឆ្នាំ100000គីឡូបាទអញ្ចឹងខ្ញុំលើកយកតែ3ចំណុចយកមកនិយាយខ្ញុំជឿជាក់ថាបងប្អូនរត់តែស្រឡាញ់រត់តែពេញចិត្តបាទអញ្ចឹងតាមមួយខ្ញុំទាំងអស់គ្នាបងប្អូនចំណុចទី1ខ្ញុំបាទចង់និយាយពីម៉ាស៊ីនបាទម៉ាស៊ីន Ford Ranger XL បាទគឺបំពាក់ជាមួយនឹងម៉ាស៊ីន4ស៊ីឡាំង 2.0 លីត្របាទភ្ជាប់មកជាមួយនឹងប្រអប់លេខ10លេខអូតូម៉ាទិកបងប្អូនបាទអញ្ចឹងតើតើមួយការចូលលេខពី1លេខទៅ1លេខគឺ smooth រលូននៅក្នុងការបើកបរខ្លាំងណាបងប្អូនតើតើមួយកម្លាំងសេះវិញបាទគឺ170សេះរីឯកម្លាំងរមុលកង់គឺកើនឡើងខ្លាំងមែនទែនគឺ405 Newton m បាទហើយអ្វីដែលសំខាន់បងប្អូនចំណាយទៅលើការបង់ពន្ធផ្លូវមួយឆ្នាំត្រឹមតែ$200,000តែប៉ុណ្ណោះអញ្ចឹងបងប្អូនកាមេរ៉ាមែនអាចមើលម៉ាស៊ីនប្លុកម៉ាស៊ីនតិចទៅបាទបងប្អូនម៉ាស៊ីន4បាទហើយប្លុកម៉ាស៊ីននេះគឺបាទមានសភាពទលាយល្អបាទដើម្បីអនុញ្ញាតឲ្យខ្យល់ពេលដែលយើងបើកបរទៅខ្យល់រុញពីខាងក្រៅចូលទៅក្នុងម៉ាស៊ីនទៅដើម្បីបញ្ចុះកម្ដៅម៉ាស៊ីនអញ្ចឹងធ្វើឲ្យម៉ាស៊ីនយើងដំណើរការបានកាន់តែល្អតែម្ដងណាបាទអញ្ចឹងចំណុចទី2បងប្អូនបាទចំណុចទី2ខ្ញុំចង់និយាយពីផ្នែកខាងក្នុងបងប្អូនផ្នែកខាងក្នុងរបស់រថយន្ត Ford Ranger XL ក៏មានសភាពទំនើបដែរបងប្អូនមើលបាទអេក្រង់ touch screen របស់គេបាទ12 inch CarPlay Android Auto បានភ្ជាប់តែ Bluetooth មកជាប់ហ្មងបាទចង្កូតក៏ជាប្រភេទចង្កូតភ្លើងអេឡិចត្រូនិកបាទមានសភាពធូរងាយស្រួលនៅក្នុងការបើកបរកុងទ័រ Digital ចំនួនថ្មីទំហំ8 inch បាទហើយតាក់ទងជាមួយនឹង space ខាងក្នុងរបស់គេក៏ធំទូលាយដែរបងប្អូនជាប្រភេទរថយន្ត pick up មែនប៉ុន្តែនៅពេលដែលបងប្អូនចូលទៅអង្គុយខាងក្នុងគឺមានផាសុកភាពខ្លាំងមែនទែនទាំងផ្នែកខាងមុខនិងផ្នែកខាងក្រោយបាទចំណុចទី3បាទបងប្អូនឃើញខ្ញុំចង់និយាយពីប្រព័ន្ធជើងក្រោម Ford Ranger XL បាទក៏មានជាប្រព័ន្ធកាពីតាស 4x4 បាទមានប្រព័ន្ធកាពីតាសល្បឿនលឿនប្រព័ន្ធកាពីតាសល្បឿនយឺតអញ្ចឹងសម្រាប់រថយន្ត Ford Ranger XL គឺមានភាពធន់មាំបាទអាចធ្វើការបើកបរបានគ្រប់ស្ថានភាពផ្លូវតែម្ដងមានទាំងប្រព័ន្ធលុកប៉ុងក្រោយបាទអញ្ចឹងពេលដែលបងប្អូនធ្វើការចោះចំណោតអីក៏អាចបើកប្រព័ន្ធជួយទប់លំនឹងពេលចោះចំណោតបាននិយាយទៅគឺគ្រប់កលៈទេសៈផ្លូវគឺ Ranger XL គឺអាចពោះពៀបានគ្រប់កលៈទេសៈបាទអញ្ចឹងបងប្អូនសម្រាប់ព័ត៌មានបន្ថែមបាទមិនដែររូបរាងគឺស្រស់សង្ហាខ្លាំងបាទអញ្ចឹងបងប្អូនអាចធ្វើការសាកសួរព័ត៌មានពីបងប្អូនផ្ទាល់បានក៏ដូចជាក្រុមការងារតាមរយៈបាទលេខទូរស័ព្ទដែលមាននៅខាងលើអញ្ចឹងបងប្អូនលៀបហេងសូមអរគុណបាទសូមជម្រាបលាបងប្អូន